តើ SIM card ដែលមិនមានអត្តសញ្ញាណប័ណ្ណរួមទាំង SIM card ដែលមានអត្តសញ្ញាណប័ណ្ណដែរប៉ុន្តែមិនមែនជារបស់យើងនឹងមានផលប៉ះពាល់អីដល់ SIM យើងអត់អញ្ចឹងគឺផលប៉ះពាល់ពិតជាមានអញ្ចឹងSIM card របស់យើងរួមទាំងគណនីធនាគាររបស់យើងដែលយើងប្រើភ្ជាប់ជាមួយ SIM card ហ្នឹងអាចនឹងត្រូវបានផ្អាកឬក៏លុបចោលឬក៏បង្កកបានន័យថាផ្អាកហ្នឹងអាចជាផ្អាកដំណើរការ SIM ឬក៏លុបចោល SIM ហើយមួយទៀតបង្កកហ្នឹងគឺបង្កកកងធនាគាររបស់យើងហ្នឹងបាននៅចុងឆ្នាំ2026ហ្នឹងឯងអញ្ចឹងអ្នកនរគ្នាអាចចូលទៅឆែកបានដោយវាយពាក្យផ្កាយ1202ដើម្បីមើលថា SIM card របស់យើងហ្នឹងមានអត្តសញ្ញាណប័ណ្ណរបស់យើងអត់ហើយបើអត់ទាន់មានទេយើងអាចនឹងទៅក្រុមហ៊ុន SIM card ណាមួយដែលយើងកំពុងប្រើហ្នឹងហើយធ្វើការភ្ជាប់អត្តសញ្ញាណប័ណ្ណរបស់យើងឡើងវិញមកដើម្បីកុំឲ្យមានបញ្ហាអញ្ចឹងណាព្រោះនៅចុងឆ្នាំ2026ហ្នឹងរាល់ SIM card ណាដែលមិនមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវបានន័យថាមានអត្តសញ្ញាណប័ណ្ណដែរតែមិនមែនជារបស់យើងណាត្រូវបានលុបចោល SIM យើងអាចនឹងត្រូវបានលុបចោលឬក៏ផ្អាកនៅកងធនាគាររបស់យើងហ្នឹងទៅប៉ុន្តែលេខទូរស័ព្ទដែលយើងប្រើលុបចោលភ្លាមៗនេះបានន័យថានឹងមានការជូនដំណឹងយើងដែរដើម្បីឲ្យយើងធ្វើការផ្លាស់ប្ដូរដែរតែបើសិនជាក្នុងករណីដែលយើងអត់បានទៅធ្វើការផ្លាស់ប្ដូរនៅការជូនដំណឹងទេអាចនឹងត្រូវបានបិទឬក៏បង្កកលេខយើងហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe នៅផងហើយបើមានកន្លែងណាខុសឆ្គងក៏សូមអ្នកនរគ្នាអធិស្ឋានផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ